AI 3នេះជួយសន្សំពេលយើងដូចគ្នាក៏ប៉ុន្តែវាអត់ដូចគ្នាហ្មងឯងអញ្ចឹងនេះគឺជារបៀបប្រើ AI ចំនួន3នេះឲ្យត្រូវទៅតាមចរិតក៏ដូចជាធម្មជាតិរបស់វាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនិយាយតាក់ទងជាមួយនឹងរបៀបប្រើ ChatGPT Gemini ជាមួយនឹង Claude ឲ្យត្រូវទៅតាមទម្រង់ការងាររបស់អ្នកទាំងអស់គ្នាទី1 ChatGPT គឺមកចូលក្នុងទីផ្សារមុនគេល្បីមុនគេហើយខ្ញុំប្រើវាតាំងពីអត់ទាន់មាននៅស្រុកខ្មែរមក ChatGPT បើសិនជាយើងមើលជាក់ស្ដែងទៅគឺវាល្អបំផុតសម្រាប់ analyze ទៅលើ data ឬមួយក៏សម្រាប់ការវិភាគអានេះគឺជាគំរូមួយដែលខ្ញុំដាក់ឲ្យ ChatGPT វិភាគទៅលើ agency business model អញ្ចឹងគឺ ChatGPT ប្រាប់យើងទាំងអស់ហ្មងថាតើ model របស់យើងនឹងដាក់ទៅកន្លែងណាដែលល្អកន្លែងណាអត់ល្អកន្លែងណាគួរទៅដកចេញ service ដែលយើង offer ទៅឲ្យអតិថិជនរបស់យើងនឹងថាតើដាក់ទៅវាមានទីផ្សារឬមួយក៏អត់គួរទៅកែកន្លែងណាចេញអញ្ចឹង ChatGPT ល្អបំផុតសម្រាប់អ្នកដែលគាត់ត្រូវការធ្វើការងារទៅលើវិភាគទិន្នន័យសម្រាប់អ្នកដែលគាត់វិភាគទៅលើ marketing plan business plan ក៏ដូចជាទិន្នន័យផ្សេងៗទៀតទី2 Gemini មានចំណុចខ្លាំងចំនួន2ទី1គឺតាក់ទងជាមួយនឹង ecosystem ដោយសារតែ Gemini គឺបង្កើតឡើងដោយ Google អញ្ចឹង Gemini គឺអាចប្រើបានជាមួយនឹង app ផ្សេងៗទៀតរបស់ Google ដូចជា Google Drive, Gmail, Google Doc, Google Sheet វាគណចូលគ្នាមកជុំរបស់វាគ្នាវានឹងឯងហើយចំណុចខ្លាំងមួយទៀតរបស់ Gemini ហ្នឹងគឺតាក់ទងជាមួយនឹងមុខងារ Deep Research បើសិនជាអ្នកទាំងអស់គ្នាចង់បានទិន្នន័យបែប Deep Research អាចចូលទៅប្រើមុខងារមួយហ្នឹងរបស់ Gemini បានគឺ Gemini នឹងសិក្សាលម្អិតទៅលើទិន្នន័យផ្សេងៗដែលមាននៅលើអ៊ីនធឺណិតហើយវាយកមកប្រាប់យើងមកចឹងអានេះល្អមែនតើសម្រាប់ម្ចាស់អាជីវកម្មដែលគាត់ត្រូវការសិក្សាទីផ្សារនាពេលបច្ចុប្បន្នហើយចុងក្រោយគេហ្នឹងគឺ Claude ឥឡូវនេះកំពុងតែឡើងកូដខ្លាំងដោយសារតែ Claude design មកសម្រាប់មនុស្សពីរប្រភេទទី1គឺសម្រាប់ power user មានន័យថាអ្នកប្រើកម្រិតធ្ងន់ឬមួយក៏ស៊ីជម្រៅហើយទី2គឺសម្រាប់ code ដោយសារតែ Claude បើសិនអ្នកទាំងអស់គ្នាឆាតជាមួយ Claude ចង់ឲ្យវាបង្កើតចេញទៅជា prototype sample app ឬមួយក៏ sample website គឺវានឹង generate ចេញជា code នៅក្នុង chat នឹងផ្ទាល់តែម្ដងអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ចូលទៅមើលអា sample app website ឬមួយ prototype ហ្នឹងគឺវាមាន sample ឲ្យយើងមើលនៅក្នុង chat ហ្នឹងហ្មងដោយអត់ចាំបាច់ឲ្យយើងត្រូវការ compile code ហ្នឹងទេហើយចំណុចពិសេសរបស់ Claude មួយទៀតហ្នឹងគឺតាក់ទងជាមួយនឹង Claude Connector មានន័យថា Claude អាច connect ជាមួយនឹង platform ធំៗក៏ដូចជា AI ផ្សេងៗទៀតបានដោយថ្មីៗនេះ Claude គឺទៅតែចាប់ដៃជាមួយនឹង HWheel តាមរយៈ HWheel MCP server អញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើឲ្យ Claude ហ្នឹងបង្កើតចេញជាវីដេអូរូបភាពឬមួយក៏ graphic design អីផ្សេងៗដោយដាក់ schedule ឲ្យវាធ្វើការ24ម៉ោងបានដើម្បីទៅ generate ជាមួយនឹង HWheel អញ្ចឹងអ្នកទាំងអស់គ្នាត្រូវការអីអត់ចាំបាច់ចូលទៅ HWheel ដើម្បី generate ម្ដងមួយទេអញ្ចឹងអានេះគឺជាចំណុចខ្លាំងរបស់ Claude អូខេអញ្ចឹងសរុបមកវិញ AI 3ហ្នឹងអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងដែរអាច comment នៅខាងក្រោមខ្ញុំបានដឹងផង follow Sync Marketing ជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ